សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិព័ត៌មានចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះគឺដំណើរទស្សនកិច្ចរបស់លោកអនុทิនកាលពីថ្ងៃទី23ទៅតំបន់អានសេសនៅក្នុងខេត្តព្រះវិហារណាបាទទៅបានក្រសួងការបរទេសតវ៉ាប្រឆាំងថាជាការធ្វើដំណើរដោយគ្មានការអនុញ្ញាតបាទហើយជាការចូលទៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាបាទនៅខេត្តព្រះវិហារហ្នឹងបាទអញ្ចឹងនេះជាការតវ៉ារបស់កម្ពុជាដែលខ្ញុំសូមដកស្រង់យកមកជម្រាបជូនប្រិមិត្តហើយសារព័ត៌មានថៃបាទ PBS ថៃក៏បានយកព័ត៌មាននេះទៅផ្សព្វផ្សាយផងដែរអញ្ចឹងខ្ញុំដកស្រង់ទាំងសេចក្តីថ្លែងការណ៍របស់កម្ពុជាហើយនិងសារព័ត៌មាន PBS របស់ថៃហើយព័ត៌មានទី2នេះគឺជាអត្ថាធិប្បាយរបស់លោកឆាំងយុដែលជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោកបាននិយាយអំពីចំណាត់ការរបស់ភាគីថៃក្នុងការសាងសង់របងនេះតើវាមានអត្ថន័យយ៉ាងណាបាទលោកបានជាសង្ខេបគឺលោកថាវាជារឿងមួយដែលថៃធ្វើដោយខុសឆ្គងពីព្រោះវាមិនឈរទៅលើមូលដ្ឋានច្បាប់មកហើយមិនមានការទទួលស្គាល់ពីភាគីទាំងសងខាងទេនេះគឺជាការមួយរំលោភឈ្លានពានដោយទាហានរបស់ថៃហើយព័ត៌មានទី3នេះគឺស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសអ៊ីរ៉ង់បាទបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ Al Jazeera ឲ្យដឹងថាសេដ្ឋកិច្ចអ៊ីរ៉ង់នៅពេលដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មភ្លាមគឺប៉ះពាល់យ៉ាងខ្លាំងដោយទំនិញមួយចំនួនឡើងថ្លៃរហូតដល់ជិត 100% ទំនិញខ្លះឡើងជាង 100% ហើយតម្លៃលុយរៀលរបស់ខាងប្រទេសអ៊ីរ៉ង់នោះគឺបាទក្នុង$1ស្មើនឹង2លានបាទ2លានរៀលរបស់អ៊ីរ៉ង់ទៅហើយបាទនេះគឺធ្វើឲ្យអតិផរណាទំនិញរបស់អ៊ីរ៉ង់កន្លែងខ្លះដូចជាប្រេងឆាឡើងដល់ 177% បាទស្មើនឹង3ដងទៅហើយបាទនៃតម្លៃទីផ្សារធម្មតាមុនពេលដែលដាក់ទណ្ឌកម្មហើយព័ត៌មានទី4នេះគឺជាព័ត៌មានមិនសូវរីករាយទេសម្រាប់អ្នកដែលមានគ្រួសារត្រូវធានាមករស់នៅសហរដ្ឋអាមេរិកគឺក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាខ្លួនផ្អាកការសម្ភាសដើម្បីចេញទិដ្ឋាការមួយរយៈសិនដើម្បីឲ្យមន្ត្រីកុងស៊ុលមករៀនសូត្រអំពីអ្វីទៅដែលជានយោបាយនៃការដែលបន្ទុករដ្ឋបាទដែលអ្នកដែលធានាគ្នាមកនៅសហរដ្ឋអាមេរិកនេះអាចនឹងមានផលប៉ះពាល់ពេលដែលមកសហរដ្ឋអាមេរិកបាទប៉ុន្តែការផ្អាកនេះបណ្ដោះអាសន្នទេណាបាទគឺក្នុងពេលឆាប់ខាងមុខនេះគឺនឹងបើកទទួលវិញហើយគ្រាន់តែប៉ះពាល់មួយចំនួនដែលអ្នកខ្លះគាត់មកដល់ដំណាក់កាលសម្ភាសដើម្បីចូលយកវីសាមកអាមេរិកទៅហើយបែរជាទៅអាខានប៉ុន្តែអាខានមករយៈខ្លីទេណាបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិមួយនេះគឺជាការតវ៉ារបស់កម្ពុជាចំពោះដំណើរទស្សនកិច្ចដែលកម្ពុជាចាត់ទុកថាគ្មានការអនុញ្ញាតរបស់លោកអនុทิនឆាន់វីរកុលដែលជានាយករដ្ឋមន្ត្រីថៃចូលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅខេត្តព្រះវិហារដែលបានធ្វើឡើងកាលពីថ្ងៃទី23ខែសីហាកម្ពុជាចាត់ទុកថានេះគឺជាការមួយដែលបាទថៃក៏ធ្វើនឹងហាក់ដូចជាចង់បញ្ចប់ដែលថាបញ្ជាក់នៅភាពស្របច្បាប់នៃការមកកាន់កាប់ទឹកដីរបស់កម្ពុជាដែលការពិតទៅបាទគឺជាការដែលទាហានរបស់ថៃចូលមកឈរជើងនៅលើទឹកដីរបស់កម្ពុជាដោយខុសច្បាប់នោះទេហើយបើយោងតាមកាសែត PBS របស់ថៃវិញគឺបានរាយការណ៍ដឹងថាលោកអនុทิនបានទៅទស្សនកិច្ចផ្លូវការហ្នឹងបាទគឺមានទៅកន្លែងភ្នំ500ដែលទាហានថៃកំពុងឈរជើងគឺនៅជិតតំបន់អានសេសណានៅខាងថៃគេហៅអានម៉ាខ្មែរហៅថាអានសេសហ្នឹងបាទអញ្ចឹងនៅក្នុងខេត្តថៃហ្នឹងគាត់ថាគឺខេត្តឧបលរតនីប៉ុន្តែនៅខាងខ្មែរគឺខេត្តព្រះវិហារណាដែលធ្វើឡើងកាលពីថ្ងៃទី23ខែសីហានេះហើយនៅពេលនោះគឺលោកអនុทิនបានទទួលយកនៅព័ត៌មានចុងក្រោយពីទាហានដែលនៅទីនោះបាទហើយក៏ដូចជាការដែលគាត់ទៅនឹងដើម្បីផ្ដល់ការលើកទឹកចិត្តដល់ទាហានដែលកំពុងឈរជើងនៅទីនោះបាទ
ហើយលោកអនុធានហ្នឹងក៏បានទៅមើលទាហានថៃដែលជន់មីនបាននៅក្នុងពេលកន្លងមកផងដែរដើម្បីជាការលើកទឹកចិត្តដល់ទាហានថៃទាំងអស់នោះបាទហើយក្រសួងកាត្រឡប់មកក្រសួងការបរទេសរបស់កម្ពុជាវិញគឺសារព័ត៌មាននេះក៏បានរាយការណ៍ឲ្យដឹងដែរថាគឺក្រសួងការបរទេសកម្ពុជាបាទគឺបានចាត់ទុកថានេះគឺជាសកម្មភាពប៉ុនប៉ងដើម្បីអះអាងការទាមទាររបស់ខ្លួននៅលើដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជាហើយកម្ពុជានៅតែរក្សាជំហរថាតំបន់នោះគឺត្រូវបានទាហានថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំ2025មកហើយដំណើរទស្សនកិច្ចនេះគឺមិនមែនជារឿងមួយដែលផ្ដល់នៅភាពស្របច្បាប់ទៅដល់ខាងរដ្ឋាភិបាលថៃក្នុងការមកកាន់កាប់ដោយខុសច្បាប់នៅលើទឹកដីរបស់កម្ពុជានោះទេបាទគឺគ្មានកម្ពុជាបានបញ្ជាក់ថាគ្មានសិទ្ធិណាមកធ្វើបែបនេះបានទេហើយសារព័ត៌មាននេះបានបន្ថែមថាគឺកម្ពុជានិយាយយោងទៅដល់ផែនទីលើ1លើ200,000ដែលបន្សល់តាំងពីសម័យអាណានិគមបារាំងដែលកំណត់ដែនខណ្ឌសីមារវាងបារាំងហើយជាមួយនឹងសៀមបាទហើយក៏ដូចជាការដែលត្រូវអនុវត្តតាមកិច្ចព្រមព្រៀងជប់បាញ់ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025បាទដូច្នេះនេះគឺជាសេចក្តីថ្លែងការណ៍របស់ខាងក្រសួងការបរទេសរបស់កម្ពុជាណាបាទហើយក្នុងបន្ទាប់ទៀតនោះគឺក្រសួងក៏បានរៀបរាប់ឡើងវិញអំពីជំហរនៃការដោះស្រាយបញ្ហាហ្នឹងដោយសន្តិវិធីដោយយន្តការច្បាប់និងគោរពច្បាប់នានាបាទធ្វើយ៉ាងណាឲ្យមានការដោះស្រាយចំនួនហ្នឹងដោយសន្តិវិធីហើយនឹងច្បាប់អន្តរជាតិក៏ដូចជាកិច្ចព្រមព្រៀងដែលបានព្រមព្រៀងគ្នាទ្វេភាគីក្នុងពេលកន្លងមកផងដែរបាទអញ្ចឹងនេះគឺជាអ្វីដែលខាងកម្ពុជាបានលើកឡើងពាក់ព័ន្ធជាមួយនឹងដំណើរទស្សនកិច្ចរបស់លោកអនុធានមកទៅកន្លែងតំបន់ហ្នឹងមកហើយកម្ពុជាក៏បានលើកឡើងផងដែរអំពីកិច្ចព្រមព្រៀងដែលថាមិនត្រូវធ្វើសកម្មភាពណាដែលមានលក្ខណៈបង្កហេតុអុចអាលឲ្យមានភាពតានតឹងនៅតាមបណ្ដោយព្រំដែននោះទេបាទដូច្នេះប្រិមត្តអាចមើលឃើញហើយគឺដំណើរទស្សនកិច្ចរបស់លោកអនុធាននេះគឺជាការមួយដែលបាទធ្វើឲ្យមានស្ថានភាពនោះវាមិនធូរស្រាលទេបែរជាការបង្កនៅភាពតានតឹងបន្ថែមទៀតហើយបាទហើយបើសិនជាការចូលមកនេះគឺជាអ្នកដែលឆ្លងដែនខុសច្បាប់ហ្នឹងបាទខ្ញុំនិយាយលេងតិចចុះបាទនិយាយលេងតិចដល់កន្លែងហ្នឹងតនឹកឃើញមកចែករំលែកបទពិសោធន៍ពេលមួយខ្ញុំធ្លាប់កាលនៅខ្មែរខ្ញុំធ្លាប់ជួយខាងកាសែត PBS របស់អាមេរិកគាត់ទៅថតឯកសារពីអ្នកដែលសារព័ត៌មានមួយក្រុមដែលគាត់ធ្លាប់យកព័ត៌មានពីសង្គ្រាមវៀតណាមនៅសង្គ្រាមអាមេរិកនៅវៀតណាមហ្នឹងបាទកាលសម័យ70ផ្លាយ60ផ្លាយហ្នឹងបាទហើយគាត់យកព័ត៌មានហ្នឹងហើយដល់ពេលហើយគាត់ទៅត្រឡប់ទៅវិញគាត់ដើរពីខ្មែរទៅទល់ដែនកន្លែងច្រកភ្នំដិនកាលនោះនៅភ្នំដិនបាទនៅខាងតកែវពួកគាត់ធ្លាប់យកព័ត៌មានឆ្លងកាត់តាមហ្នឹងតាមវៀតណាមពួកគាត់ចូលមកប្រទេសខ្មែរតាមច្រកវៀតណាមជាមួយនឹងទាហានអាមេរិកកាំងហ្នឹងហើយនឹងយកព័ត៌មានសង្គ្រាមផ្សេងទៀតខ្ញុំក៏សួរគាត់លេងថាអញ្ចឹងពេលណៃចូលមកស្រុកខ្មែរពេលហ្នឹងមានយកប៉ាសពតមកគាត់សើចគាត់ថាទាហានឈ្លានពានអត់មានត្រូវការប៉ាសពតឲ្យចូលប្រទេសគេហើយអ្នកកសែតដែលជិះរថក្រោះក្នុងរថក្រោះជាមួយទាហានហ្នឹងក៏អត់មានត្រូវការប៉ាសពតដែរប៉ុន្តែបើសិនចេញទៅវិញតាមច្រកត្រឹមត្រូវអាហ្នឹងគឺច្បាស់ជាគេកាក់នៅហ្នឹងហើយបាទអញ្ចឹងដោយនឹកឃើញឧទាហរណ៍ហ្នឹងបាទគឺបានន័យថាពេលដែលទាហានថៃក៏ចូលមកហ្នឹងក៏អត់មានប៉ាសពតដែរចូលដីខ្មែរក៏ប៉ុន្តែបើអនុធានចូលមកពេលនេះគឺបាទចាប់មើលមានមន្ត្រីយើងវាយទៅតកៅឲ្យទេអញ្ចឹងបើមិនអញ្ចឹងទេឆ្លងដែនខុសច្បាប់ហ្នឹងណាជាជនឆ្លងដែនខុសច្បាប់កម្ពុជាបាទនិយាយលេងទេណាបាទនិយាយលេងទេតើនឹកឃើញរឿងហ្នឹងក៏ចែករំលែកបទពិសោធន៍លេងតិចទៅបាទព័ត៌មានទី2នេះគឺជាអត្ថាធិប្បាយរបស់លោកឆាំងយុដែលជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោកក៏យល់ថា
ថៃកំពុងតែធ្វើកំហុសឆ្គងមកនៅក្នុងការខិតខំសាងសង់របងនៅពេលនេះបាទដោយលោកបានបញ្ជាក់ថាការសាងសង់ជញ្ជាំងព្រំដែននេះគឺយោធាថៃបាទធ្វើឡើងគឺដោយគ្មានការទទួលខុសទៅនៅក្រោមច្បាប់អន្តរជាតិនោះទេបាទដូច្នេះវាគ្មានភាពស្របច្បាប់ទេក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាគឺឬក៏ប្រជាជនដែលគាត់ខំសាងសង់របងនេះដើម្បីបែងចែកនេះបាទហើយលោកចាត់ទុកថាការពិតទៅវាបំរើតែផលប្រយោជន៍រយៈពេលខ្លីរបស់ជនជាតិថៃបាទអិសរាជជនថៃគឺពួកអ្នកនយោបាយជាន់ខ្ពស់របស់ថៃដែលជាអ្នករៀបចំភាពតានតឹងរបស់ថៃជាមួយកម្ពុជាដើម្បីជំរុញរបៀបវិរៈនយោបាយរបស់ពួកគេតែប៉ុណ្ណោះបាទអញ្ចឹងនេះគឺជាការលើកឡើងរបស់លោកឆាងយុហើយលោកបានពន្យល់ច្រើនអំពីទស្សនវិជ្ជាច្បាប់តែថាកន្លែងណាធ្វើត្រូវកន្លែងណាធ្វើមិនត្រូវហ្នឹងបាទគឺបើតាមទស្សនវិជ្ជាច្បាប់វាអត់មានទៅរួចអញ្ចឹងទេបាទវាជាលោកថាវាជាទម្លាប់ហើយនឹងគោលនយោបាយមួយដែលមានលក្ខណៈបំផ្លាញគ្នាទៅវិញទៅមកទេហើយវាបាទបំផ្លាញទេហើយវាអត់មែនជារឿងចាំបាច់ទេបាទពីព្រោះនេះវាជារឿងខុសច្បាប់ហើយខិតខំធ្វើយ៉ាងណាច្បាប់របស់ខ្លួនយកមកដាក់ហ្នឹងក៏វាអត់មានទៅតាមច្បាប់អន្តរជាតិដែរបាទអញ្ចឹងលោកថាវាជាកំហុសមួយណាបាទលោកបញ្ចប់ដោយនិយាយថាទាហានថៃណាអាចសាងសង់របងបានក៏ប៉ុន្តែប្រវត្តិសាស្ត្រគឺបានបង្ហាញថាបាទរបងគឺណាដែលក៏ដោយដែលខ្វះមូលដ្ឋានច្បាប់ដើម្បីទ្រទ្រង់ដែលខ្វះភាពស្របច្បាប់និងខ្វះការចាំបាច់បាទខាងផ្លូវសិលធម៌បាទគឺជារបងដែលនឹងដួលរលំទៅវិញហើយវានឹងបរាជ័យបាទនេះគឺជាសារចុងក្រោយរបស់លោកឆាងយុពាក់ព័ន្ធនឹងរបងខុសច្បាប់របស់ថៃព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera ណាខ្ញុំដកសងពីទូរទស្សន៍ Al Jazeera មកឲ្យដឹងទីបាទគឺបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ Al Jazeera ឲ្យដឹងថាឥឡូវនេះរូបិយប័ណ្ណរបស់ប្រទេសអ៊ីរ៉ង់គឺលុយរៀយ៉ាល់របស់គេហ្នឹងបាទបានធ្លាក់ចុះយ៉ាងខ្លាំងតែម្ដងបាទបានន័យថាមានអតិផរណាឬក៏ខ្មែរនៅពាក្យសាខ្មែរសាមញ្ញគេថាលុយហើមខ្លាំងតែម្ដងបាទដោយធ្លាក់$1សហរដ្ឋអាមេរិកហ្នឹងជាង2លានរៀយ៉ាល់របស់គេហ្នឹងបាទជាង2លានរៀយ៉ាល់របស់គេហ្នឹងបាទនេះបើគិតតាមបាទការដោះដូរគ្នានៅទីផ្សារសេរីណាដោយការមានអតិផរណាឬក៏លុយហើមនេះគឺបាទនេះគឺដោយតួលេខពិតប្រាកដទៅដោយតួលេខពិតប្រាកដទៅគឺ$1ស្មើនឹង2,21950គឺច្រើនណាស់ដែលអតិផរណាកើតមានឡើងក្រោយពីសហរដ្ឋអាមេរិកបានចាប់ផ្ដើមដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតទៅលើប្រទេសអ៊ីរ៉ង់ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់បាទហើយតាមការពិតទៅនោះគឺសេដ្ឋកិច្ចរបស់អ៊ីរ៉ង់នោះគាត់បានរងផលប៉ះពាល់ជាប់ជាប្រចាំមកហើយអស់រយៈពេលជាយូរមកហើយរាប់ទសវត្សរ៍មកហើយដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកហើយនឹងទណ្ឌកម្មពីឆាកអន្តរជាតិបាទជាពិសេសទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះបាទហើយលុយរៀយ៉ាល់របស់អ៊ីរ៉ង់ហ្នឹងគឺបាទកាន់តែមានអតិផរណាច្រើនឡើងហើយប្រជាពលរដ្ឋមានការអស់សង្ឃឹមបាទមានការអស់សង្ឃឹមដោយសារសេដ្ឋកិច្ចនេះគឺហាក់ដូចជាមិនមានច្រកណាចេញបាននៅឡើយទេជាពិសេសចាប់តាំងពីសហរដ្ឋអាមេរិកហើយនឹងអ៊ីស្រាអែលបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់តាំងពីថ្ងៃទី28ខែកុម្ភៈឆ្នាំនេះមកបាទសេដ្ឋកិច្ចរបស់អ៊ីរ៉ង់នឹងកាន់តែធ្លាក់ទៅទៀតផងដែរហើយគឺអតិផរណានឹងមានច្រើនណាបាទដូចជានៅក្នុងរូបភាពនឹងបានបង្ហាញអញ្ចឹងគឺអតិផរណានឹងមានតាំងពី70%រហូតដល់177%គឺជាពិសេសគឺសូម្បីតែប្រេងឆាហ្នឹងគឺឡើងទៅដល់177%ក៏ប៉ុន្តែយ៉ាងណាក៏ដោយបើយើងពិនិត្យមើលតម្លៃទំនិញរបស់គេហ្នឹងទៅគឺនៅមានតម្លៃទាបនៅឡើយទេបាទគឺឧទាហរណ៍ដូចជាដំឡូងបាទដំឡូងគេទិញ4គីឡូបាទ4គីឡូហ្នឹងគឺការពិតទៅទិញកាលមុនបានរហូតដល់
$1 បាន4គីឡូឯណាបាទហើយ$1ហ្នឹងគឺទិញបានមាន់មួយចំហៀងបាទមាន់មួយចំហៀងគឺបានន័យថាសំទោសមាន់កន្លះគីឡូមិនកន្លះចំហៀងបាទមាន់កន្លះគីឡូឯណោះបាទអញ្ចឹងគឺនៅតម្លៃថោកនៅឡើយទេណាបាទតែបើសិនជួបបីជាតម្លៃថោកក៏ដោយក៏ប៉ុន្តែបើគិតអំពីប្រាក់ខែវិញបាទប្រាក់ខែវិញក៏អត់មានតលយៈភាពគ្នាដែរក៏ប៉ុន្តែប្រហែលជាអាចនឹងនៅទទួលបានពីព្រោះបើតាម Al Jazeera រីកាយដឹងគឺប្រាក់ខែជាមធ្យមមកទាបបំផុតរបស់អ៊ីរ៉ង់ដែលរដ្ឋាភិបាលបានអនុម័តហ្នឹងគឺបាទគឺ$82ដែរក្នុងមួយខែណាបាទគឺរហូតដល់$166 លានរៀលដែលទៅជា$82ហើយដោយមានជំនួយពីរដ្ឋាភិបាលថែមទៀតទៅអញ្ចឹងទៅផ្ដល់នេះបងនេះបងនោះឲ្យថែមទៀតទៅសរុបទៅគឺមានតម្លៃមានរហូតដល់$220 លានរៀលដែលទៅជា$108ក្នុងម្នាក់ណាក្នុងមួយខែក៏ប៉ុន្តែក៏មានប្រជាពលរដ្ឋគាត់ត្អូញត្អែពីផលប៉ះពាល់ទៅដល់ជីវភាពគ្រួសាររបស់ពួកគាត់ផងដែរបាទចាប់ប៉ុណ្ណេះណានិយាយលេងតិចមកបើសិនជាចង់ធ្វើសេដ្ឋីបើទៅអ៊ីរ៉ង់មកសេដ្ឋីទាំងអស់មួយខែបើកសេលានមកនេះ200 លានបាទសំទោសណានិយាយលេងតិចទេបាទព័ត៌មានចុងក្រោយបាទព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News ទូ Fox News បានរាយការណ៍ឲ្យដឹងថាឥឡូវនេះគឺរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានណែនាំទៅឲ្យស្ថានទូតនិងស្ថានកុងស៊ុលនានារបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោកនឹងគឺឥឡូវសូមផ្អាកការសម្ភាសដើម្បីផ្ដល់ទិដ្ឋាការអន្តោប្រវេសន៍សិនបាទដោយទុកពេលឲ្យមន្ត្រីកុងស៊ុលគាត់មករៀនសូត្រឡើងវិញអំពីអ្វីទៅដែលហៅថានិយមន័យនៃពាក្យថាបន្ទុករដ្ឋឥឡូវហ្នឹងគឺរដ្ឋបាលលោកតាមលោកឲ្យនិយមន័យផ្សេងទៀតណាទៅលើពាក្យថាបន្ទុករដ្ឋដែលបន្ទុកសាធារណៈនៅពេលដែលជនអន្តោប្រវេសន៍ទាំងអស់នោះគាត់ទទួលបានសិទ្ធិមករស់នៅសហរដ្ឋអាមេរិកណាដូច្នេះចំណាត់ការរបស់រដ្ឋបាលលោកត្រាំនៅពេលនេះគឺជាការមួយធ្វើឲ្យកាំងជាប់កាំងទៅដល់ការដាក់ពាក្យសុំមករស់នៅសហរដ្ឋអាមេរិកតាមប្រភេទទិដ្ឋាការអន្តោប្រវេសន៍នេះបាទជាពិសេសអ្នកដែលមកដល់វគ្គសម្ភាសហើយអញ្ចឹងត្រូវរងចាំណាអញ្ចឹងគឺក្រសួងការបរទេសបានប្រាប់ឲ្យស្ថានទូតទាំងអស់នោះរៀបចំពេលវេលាសម្ភាសឡើងវិញបាទដើម្បីមករៀនសូត្រឲ្យបានដឹងបាទពីព្រោះអីពីទៅមើលថាតើពេលដែលអ្នកដែលដាក់ពាក្យមកសុំហ្នឹងថាតើពេលដែលមករស់នៅសហរដ្ឋអាមេរិកគាត់មានថាវិការដើម្បីរស់នៅដោយខ្លួនឯងទេកូនចៅប្តីប្រពន្ធដែលធានាគ្នាមកហ្នឹងមានលុយចិញ្ចឹមទេបាទបើមិនអញ្ចឹងទេគឺអាចនឹងលែងអនុញ្ញាតឲ្យមករស់នៅណាបាទពីព្រោះអីនៅក្នុងពេលកន្លងមកបាទគឺមានអ្នកដែលមកអញ្ចឹងមកអញ្ចឹងគឺមកដល់សុំលុយជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតែម្ដងបាទហើយអញ្ចឹងទៅសម្រាប់រដ្ឋបាលលោកប្រធានាធិបតី Donald Trump បើសិនជាមានករណីអញ្ចឹងគឺมันអាចអនុញ្ញាតឲ្យបាទឲ្យមកបាននោះទេបាទអញ្ចឹងខ្ញុំសូមបើកវងកញ្ចក់បន្តិចបាទក្នុងពេលកន្លងមកខ្ញុំមានមិត្តភ័ក្តិម្នាក់ដែរគាត់ត្រូវមកបានហើយហ្នឹងបាទពេលប៉ុន្តែគាត់ទៅដល់ថ្ងៃសម្ភារប៉ុន្តែគាត់ឈឺបាទគាត់ឈឺស្រាប់តែគាត់ទៅព្យាបាលសិនបាទព្យាបាលសិនបាទគាត់ចាស់គាត់បងគាត់អាយុច្រើនជាងខ្ញុំគាត់ព្យាបាលហើយបានមកសម្ភារដល់សម្ភារគេយកឲ្យចំណុចហ្នឹងមកដាក់បន្ទុកលើគាត់បដ ாய் ថាអញ្ចឹងឥឡូវអ្នកឈឺនៅហ្នឹងព្យាបាលចាំបើទៅអាមេរិកព្យាបាលមានលុយព្យាបាលយ៉ាងម៉េចបើឈឺអញ្ចឹងមិនគាត់ឆ្លើយអត់រួចបាទឆ្លើយអត់រួចអញ្ចឹងដូច្នេះគេសម្រេចថានេះជាបន្ទុកមកលើរដ្ឋាភិបាលអាមេរិកហើយបាទច្បាស់ជាមកព្យាបាលហ្នឹងបើសិនជាមកដល់គាត់អាយុច្រើនផងអត់ការងារធ្វើអត់អីចឹងច្បាស់ជាទៅពេទ្យហ្នឹងរត់ចេញហើយអញ្ចឹងគេអត់អនុញ្ញាតឲ្យគាត់មកអញ្ចឹងគាត់លែងបានមកបាទអញ្ចឹងនេះគឺជារឿងមួយដែលខ្ញុំជូនជាឧទាហរណ៍ជាក់ស្ដែងតែម្ដងណាអញ្ចឹងសម្រាប់អ្នកដែលមកសហរដ្ឋអាមេរិកគឺជាពិសេសធានាបងប្អូនពុនកូនហ្នឹងបាទប្រជាត្រូវផ្អាកមួយរយៈសិនដោយសារតែបាទមន្ត្រីទាំងអស់នោះត្រូវមករៀននិយមន័យឡើងវិញអរគុណច្រើនណាអញ្ចឹងសូមជូនប៉ុណ្ណឹងណាបាទអរគុណណាស់សំណេះសំណាលនឹងការចូលរួមមតិនិយាយរួមខ្ញុំសប្បាយចិត្តមែនទែនបង